បាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនហ្នឹងរាល់ដងពុកម៉ែបងប្អូនតែងឲ្យខ្ញុំធ្វើទ្រង់ផ្ទាល់ដីឥឡូវចាប់ដើមធ្វើតែហាលើកក្រងឡើងតែដឹងថាដាក់ឆ្អឹងដៃឬឆ្អឹងអាស័យឯងហើយជាដាក់ឆ្អឹងអាស័យហើយអានេះຂະຫນាតវា4x6បើសម្រាប់ពុកម៉ែបងប្អូនខ្លះដាក់អស់យើងច្រើនពងពូជ4គីឡូតែបើខ្ញុំហាក់ជាដាក់8គីឡូហើយđâyក៏ដាក់8គីឡូពីព្រោះຂະຫນាតត្រង់កដោវាអត់ដូចគ្នាបើថា 2x2 អាហ្នឹងវាចង្អៀតប៉ុន្តែបើសិនជាຂະຫນាតយើង 4x6 ជីវាបានវែងអញ្ចឹងគឺវាអត់សូវប៉ះពាល់ដល់កូនកដោទេហើយត្រង់ផ្ទាល់ដីនេះគឺខ្ញុំប្រហែលជារៀបឥតខាងការពារប្រព័ន្ធទឹកហើយនឹងសម្ោចអញ្ចឹងណាការពារប្រព័ន្ធទឹកឲ្យសម្ោចហើយក្នុងនេះមានដាំប៉ៅខ្មៅហើយពុកម៉ែបងប្អូនថាតែងថាឲ្យខ្ញុំធ្វើទ្រង់ផ្ទាល់ដីអត់ធ្វើទ្រង់ផ្ទាល់ដីបាទនេះខ្ញុំគ្រាន់តែជីកដីកប់ទេតែខ្ញុំរៀបឥតជុំវិញហើយតិចទៀតខ្ញុំចាប់ផ្ដើមហើយខ្ញុំប្រើអាស័យដែកមានអស់ហើយតែហើយបាទកណ្ដាលនេះខ្ញុំចាក់សាបគឺការពារកុំឲ្យមិនឃ្លៀងមកអញ្ចឹងវាយើងຂະຫນាតធំដែរអញ្ចឹងទៅខ្លាចវាប៉ះពាល់ជាបើកដូចថាវាខ្យល់ខ្លាំងអាចនឹងរលំទ្រុងហើយកណ្ដាលនេះខ្ញុំដាក់កម្ពស់2ម៉ែត្រមួយទឹកខាងនេះតែ1ម៉ែត្រ2ទឹកទេតែខ្ញុំធ្វើកោងអានេះខ្ញុំគ្រាន់តែបង្ហាញក្រងទេអញ្ចឹងចាំមើលខ្ញុំរៀបឥតហើយនឹងខ្ញុំដាក់ក្រងដាក់ស្បៃអស់ខ្ញុំធ្វើអូមសាទៀតហើយខាងក្រៅនេះចាំមើលតិចទៀតខ្ញុំនឹងបង្ហាញការរៀបឥតធ្វើចង្អុលទឹកទៀតមកនេះអស់ទោះណាស្នាប់នេះទៅឲ្យចំណីស៊ីមិញឯងទៅឲ្យចំណីស៊ីមិញមើលម៉ាងប្អូនឃើញដូចបាញ់កាមនេះ 2x6 ខ្ញុំដាក់4គីឡូកន្លះហើយពុកម៉ែបងប្អូនឃើញខ្ញុំគិតថាអត់ចង្អៀតទេនេះមើលនេះតែឥឡូវខ្ញុំទៅបង្ហាញពីទ្រង់ដែលកម្រងធ្វើជាប់ដីចាំមើលខ្ញុំប្រាប់ពុកម៉ែបងប្អូនបើសិនជាធ្វើគឺយើងត្រូវតែរៀបឥតពីជួរដោយសារតែអានេះខ្ញុំអត់ទាន់ធ្វើហើយអញ្ចឹងខ្ញុំប្រាប់ខ្លះនេះដូចយើងខាងអញ្ចឹងគឺកដាលនេះគឺយើងត្រូវការរៀបឥតជិះនេះយើងរៀបឥតឲ្យមកជួរអញ្ចឹងជុំវិញអញ្ចឹងណារៀបឥតជុំវិញអញ្ចឹងហើយមកប្រឡោះទៀតយើងដាក់ជាយើងទុកមកយើងរៀបទីជួរទុកមកប្រឡោះហើយយើងចាក់សាបពីក្នុងនេះគឺយើងដាក់ទឹកជុំវិញទាំងអស់ទី1ការពារសម្ោចកាលណាដែលវាមានទឹកវាឆ្លងតតកើតទេទី2ការពារខែភាសាបើសិនតែយើងអត់រៀបចឹងទេយើងធ្វើផ្ទាល់ដីមែនដល់ខែភាសាវាអាចនឹងហូរដីហូរសម្រាមឬក៏ហូរប៉ះពាល់ដល់កដោបយើងកូនកដោបពេលនៅទូចពីព្រោះតែយើងធ្វើត្រង់ហើយយើងចាំដឹងថាចាំខែភាសាខែប្រាំងទេអញ្ចឹងយើងត្រូវការពេលវាហើយអញ្ចឹងខែភាសាក៏មានប៉ះពាល់ដល់កូនកដោបរបស់យើងដែរពេលដែលទឹកមកគឺវាហូរបាំងអានេះហើយនេះអានេះប្រហែលជាខ្ញុំប្រើឆ្អឹងអាស័យទេប្រហែលជាប្រើឆ្អឹងអាស័យពីព្រោះឆ្អឹងដៃក៏បានតែដែកខ្ញុំទុកធ្វើត្រង់ຂະຫນាត 2x2 2x3 អញ្ចឹងណាយើងធ្វើឲ្យច្រើនត្រង់ទៀតព្រោះຂະຫນាតទូចយើងត្រូវតែធ្វើច្រើនធ្វើសម្រាប់ទុកសាច់ធ្វើសម្រាប់ទុកពងពូជដែលចាល់រាល់ពេលបងប្អូនខ្លះកំងហើយមិនទាន់បានយកគឺខ្ញុំត្រូវប្រើដាក់ធុងទូចផ្សេងនេះខាងនេះខ្ញុំទុកដាក់ធុងទូចប្រហែលជា 4-5 ទៀតហើយបាទនេះខ្ញុំប្រហែលជារើអានឹងចេញអស់ប្រហែលជាប្រើត្រង់ជាប់ដីមួយទៀតប្រហែលជា 2x6 ដូចគ្នាប៉ុន្តែឥឡូវខ្ញុំធ្វើអានេះហើយសិនហើយខ្ញុំនឹងរៀបវីយូប្រាប់ពុកម៉ែបងប្អូននៅពេលខ្ញុំធ្វើហើយអញ្ចឹងហើយក្នុងនេះខ្ញុំមានដាំពោខ្មៅដាំឲ្យវាតោងអញ្ចឹងឲ្យវាមានស្រាប់អញ្ចឹងអរគុណពុកម៉ែបងប្អូនដែលថាឲ្យខ្ញុំធ្វើវីដេអូឲ្យខ្ញុំធ្វើត្រង់ជាប់ដីឲ្យមើលអញ្ចឹងថ្ងៃនេះខ្ញុំចាប់ផ្ដើមធ្វើក្រងហើយអញ្ចឹងដល់ពេលរួចរាល់ហើយអស់ខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនមួយសារទៀតអញ្ចឹងបងប្អូនកុំភ្លេចចុច like ចុច
subscribe ឲ្យផងណាហ្នឹងខ្ញុំនឹងមានវីដេអូតាក់ទងនឹងកដោបថ្មីទៅមុខទៀតចឹងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត